យល់យ៉ាងណាដែរបងប្អូនគ្នាតើតើនឹងការបើកបរសាកល្បងនៅក្នុងថ្ងៃនេះគឺទទួលបាននៅអារម្មណ៍ដ៏អស្ចារ្យពិតតែម្ដងជាពិសេសគឺអារម្មណ៍នៅពេលដែលយើងបួងជាកូដបត់នៅលើមុំនៃការរៀបចំដ៏អស្ចារ្យមួយនេះហើយនឹងការជន់លបឿនពី0ទៅ100គីឡូម៉ែត្រអញ្ចឹងបងប្អូនទាំងអស់គ្នាបានដឹងរួចមកហើយអញ្ចឹងសម្រាប់រថយន្តនេះគឺខ្ញុំពេញចិត្តខ្លាំងទៅលើការ handling ក៏ដូចជា ដៃជាកូដហើយក៏ដូចជាថាមពលកម្លាំងឥឡូវនេះយើងចូលមកដល់ចំណាប់អារម្មណ៍ទៅលើរូបរាងវិញរូបរាងគឺតាក់ទាញខ្លាំងដោយសារតែយើងមើលទៅគឺបាណាមួយខ្មៅទាំងធំតែម្ដងពេញផ្ទៃខាងមុខហើយ highlight ជាមួយនឹងពណ៌ក្រហមហើយតំណាងឲ្យអក្សរ S កន្លែងហ្នឹងគឺតំណាងឲ្យភាព sport ហ្នឹងហើយបងប្អូនទាំងគ្នានេះមើលទៅគឺដូចជាក្របពេជ្រក្របផ្កាយដែលកំពុងតែរះបាទហើយ cool ray មើលទៅវាអស្ចារ្យវាស៊ីវិល័យវាទាន់សម័យខ្លាំងមែនទែនហើយនៅខាងនេះគឺ logo របស់ Chili logo ថ្មីរួមជាមួយនឹងកាមេរ៉ាមួយគ្រាប់បាននិយាយអំពីកាមេរ៉ាទៅហើយនោះខ្ញុំសូមចែកម្លែកបងប្អូនទាំងគ្នាដែរតាក់ទងទៅនឹងកាមេរ៉ាគឺមានរហូតដល់លក្ខណៈ540 degree ហើយប្រើប្រាស់នៅបច្ចេកវិទ្យាដែលទំនើបដូចយើងអាចមើលឃើញដល់បាតរថយន្តបងប្អូនទាំងគ្នាអញ្ចឹងកន្លែងនេះគឺពិសេសខ្លាំងមែនទែនហើយការលេងនៅចង្គៀងប្រភេទទាន់សម័យកាលមែនទែនគឺប្រើប្រាស់អំពូលប្រភេទ LED ហើយលេងមកគឺស្រស់ស្អាត daytime running light មកក៏ play ឲ្យយើងតែម្ដងបងប្អូនទាំងគ្នាអញ្ចឹងបើនិយាយពីផ្នែកខាងមុខណាកន្លែងនេះខ្ញុំស្រឡាញ់ពេញចិត្តមួយទៀតដែលបន្ថែមឲ្យឃើញអំពីភាពស៊ីវិល័យភាពស៊ីវិល័យកន្លែងនេះគឺតាក់ទងទៅនឹងផ្នែកខាងក្រោមនេះលេងមកកន្លែងនេះដូចជាកបោនទាំងបងប្អូនទាំងគ្នាហើយលេង highlight ពណ៌ក្រហមដូចគ្នាផងដែរទាំងនេះគ្រាន់តែជាចំណាប់អារម្មណ៍សម្រាប់ផ្នែកខាងមុខឥឡូវនេះបន្តជាមួយខ្ញុំទៅផ្នែកចំហៀងម្ដងថាតើមានអ្វីដែលពិសេសខ្លះទៀតបងប្អូនទាំងគ្នាវ៉ាវអូ sensor វិញមានដល់ផ្នែកចំហៀងបងប្អូនទាំងគ្នាអញ្ចឹងចំហៀងសងខាងកាមេរ៉ា540 degree ហើយហេតុនេះហើយបានជាមាន technology ដែលថ្មីដែលខ្ញុំនឹងបង្ហាញជូនបងប្អូនទាំងគ្នានៅពេលបន្តទៀតហើយបើនិយាយពីថាកង់វិញបងប្អូនទាំងគ្នាវាមានភាពស៊ីគ្នានេះកន្លែងនេះដូចជាក្របពេជ្រក្របផ្កាយដែលវាមានភាពស៊ីគ្នាទៅនឹងប៉ាណាពណ៌ខ្មៅផ្នែកខាងមុខហើយអត់ចោលការ highlight ជាមួយនឹង Frank Disc ណាគឺពណ៌ក្រហមរំលេចឲ្យយើងឲ្យឃើញតែម្ដងហើយការជន់ Frank អីគឺល្អខ្លាំងមែនទែនបាទថាកង់ប្រភេទ alloy wheel ហើយទំហំរហូតដល់18អ៊ីងយ៉ាងកង់ប៉ុណ្នេះបងប្អូនទាំងគ្នាអត់ចំណាយថវិកាដើម្បីធ្វើការដោះដូរទៀតទេបាទគឺពិសេសខ្លាំងមែនទែនឥឡូវនេះយើងមកមើលកន្លែងចំហៀងនេះទៀតតាក់ទងទៅនឹងចំហៀងក៏អត់ចោលនិយាយទៅមានការ highlight ជាមួយនឹងកាបូនបែបរៀងគ្រឿងហើយពណ៌ LED កន្លែងនេះហើយក៏បាន highlight ពណ៌ទឹកប្រាក់ដែលបន្ថែមឲ្យឃើញអំពីភាពស៊ីវិល័យទៅលើរថយន្តមួយនេះហើយកាមេរ៉ាមកគ្របនៅកន្លែងនេះមួយទៀតហើយកញ្ចក់នេះបងប្អូនទាំងគ្នាគឺបន្ថែមឲ្យឃើញអំពីមុខងារ blind spot detection អញ្ចឹងមកពីចំហៀងក៏ដឹងមកពីខាងក្រៅក៏ដឹងដែរអញ្ចឹងរាល់ការវ៉ាចេញរបស់បងប្អូនគឺមានសុវត្ថិភាពស៊ីវិល័យមួយទៀតគឺអត់ចោលតាក់ទងទៅនឹង roof rail នៅផ្នែកខាងលើនេះគឺកាងលម្អដែលបន្ថែមឲ្យឃើញអំពីសោភ័ណភាពការលេងពណ៌ខ្មៅរលើរលោងហ្នឹងគឺ highlight ឲ្យយើងរួចជាស្រេចតែម្ដងបាទហើយនេះការលេងជាមួយនឹង graphic ពណ៌ប្រាក់អីគឺមើលទៅសោភ័ណភាពនៃការប្រើប្រាស់គឺលេចធ្លោតែម្ដងបងប្អូនទាំងគ្នាហើយក៏មិនចោលជាមួយនឹងកាងលម្អ re spoiler នៅផ្នែកខាងក្រោយរំលេចដោយអក្សរ S ទាំងនេះគ្រាន់តែជាចំណាប់អារម្មណ៍របស់ខ្ញុំនៅផ្នែកខាងមុខក៏ដូចជាផ្នែកចំហៀងបន្តជាមួយខ្ញុំទៅផ្នែកខាងក្រោយម្ដងពិតជាអស្ចារ្យអូខេចូលមកដល់ផ្នែកខាងក្រោយនេះក៏ស្រស់ស្អាតតាក់ទាញខ្លាំងដែរជាពិសេសគឺការលេងអំពូលភ្លើងផ្នែកខាងក្រោយនេះបាទក៏ហូមឆ្អិនឆ្អៅហើយវាស៊ីជាមួយនឹងពណ៌ឡានពណ៌ខ្មៅរលើបរលោងមានប្រាក់មានក្រហមមានអីលេង highlight មកហ្នឹងគឺស្រស់ស្អាតខ្លាំងមែនទែនបាទចង្គៀងគឺស៊ីវិល័យហើយដូចជាព្រួញបាញ់ឆ្ពោះទៅខាងមុខបាទហើយការរចនាវិញនេះគឺ logo របស់ Chili នៅចំកណ្ដាលនេះមើលទៅគឺប្រណិតខ្លាំងកន្លែងនេះ logo របស់គេគឺស្អាត clean តែម្ដងហើយតាក់ទងនឹង shape នៃការ design វិញនេះគឺមាន shape មានកលុកមានកលៈបើនិយាយទៅវាជារថយន្តមួយដែលអត់ចាញ់ខ្យល់ទេហើយសូម្បីតែកាំងនៅផ្នែកខាងក្រោមនេះបាទគឺមានលេងលំហូរខ្យល់អីបានមកជាប់តែម្ដងហើយមានការលេងដូចជាកបោនអញ្ចឹងហើយ highlight ជាមួយនឹងពណ៌បែបរៀងក្រហមបាទហើយមិនទាន់អស់ទេមាន sensor មានកាមេរ៉ាមានអីហើយអ្វីដែលអត់ចោលហ្នឹងគឺតាក់ទងទៅនឹងស៊ីម៉ាំងសងខាងស៊ីម៉ាំងភ្លុបបាទមានរហូតដល់4ទាំងនេះគឺជាគុណតម្លៃសម្រាប់រស់រាននៅផ្នែកខាងក្រៅទេឥឡូវនេះបន្តជាមួយខ្ញុំទៅផ្នែកខាងក្នុងទាំងអស់គ្នាអូខេឥឡូវនេះយើងចូលមកដល់ផ្នែកខាងក្នុងហើយសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំពេលដែលខ្ញុំចូលមកផ្នែកខាងក្នុងភ្លាមអ្វីដែលចាប់អារម្មណ៍គឺការលេង highlight លក្ខណៈ black edition ហើយមាន highlight ជាមួយនឹងពណ៌ក្រហមបែបរៀងក្រហមអញ្ចឹងវាមានភាពស៊ីគ្នាទាំងផ្នែកខាងក្រៅនិងផ្នែកខាងក្នុងហើយអ្វីមួយទៀតគឺមើលទៅគឺឃើញមានអេក្រង់
ភ្លុះភ្ជាប់គ្នាតែម្ដងអេក្រង់កុងទ័រក៏ដូចជាអេក្រង់កំសាន្តក៏ធំហើយគុណភាពរូបភាពគឺច្បាស់ល្អខ្លាំងមែនទែនបងប្អូនទាំងគ្នាអ្វីដែលពិសេសគឺប៊ូតុងមុខងារអីគឺប្រមូលដាក់មកក្នុងអេក្រង់មួយច្រើនមែនទែនហើយដោយកន្លែងនេះវិញដូចជា key ចុចរបស់ piano ទៅលើមុខងារម៉ាស៊ីនត្រជាក់ខ្យល់ចេញចូលអីផ្សេងៗហើយសូម្បី push start របស់គេក៏ស្អាតដែរតាក់ទងទៅនឹងប៊ូតុងបញ្ជាការបច្ចេកណាហើយតាក់ទងទៅនឹងមួយទៀតកន្លែងដែលពិសេសខ្លាំងនោះគឺតាក់ទងទៅនឹងកន្លែង console កណ្ដាលនេះមានមុខងារសម្រាប់សាកថ្មដោយអត់ប្រើខ្សែទេបាទបើសិនជាយើងផ្លិចហើយមានកន្លែងសាកថ្មដល់ទៅ2ទៀតអញ្ចឹងក្នុងលក្ខខណ្ឌបើសិនជាបងប្អូនទាំងអស់គ្នាផ្លិចយកខ្សែមកយើងអាចដាក់នៅកន្លែងនេះបានហើយមានមួយទៀតមានបងប្អូនយើងតែងតែសួរមាន power seat អត់មានដបូលបើកអត់បាទដបូលបើកមានហើយបងប្អូនយើងខ្លះគាត់ថាដបូលបើកប៉ុណ្ណាបាទឥឡូវនេះ Coolray គឺបើកនេះបើកមកប្រឡោះនេះក៏ប៉ុន្តែនេះតាក់ទងទៅនឹងផ្ទាំងកញ្ចក់ដបូលផ្នែកខាងលើនេះគឺធំខ្លាំងមែនទែនអញ្ចឹងបំពេញតម្រូវការបងប្អូនទាំងគ្នាសឹងតែគ្រប់ជ្រុងជ្រោយអស់ហើយបងប្អូនទាំងគ្នាខ្ញុំអត់ដឹងថាតើ Coolray នៅខ្វះអីទៀតដែលបំពេញតម្រូវការបងប្អូនទាំងគ្នាហើយក៏ប៉ុន្តែណាមានមុខងារមួយទៀតដែលពិតជាផ្ដល់នូវភាពងាយស្រួលហើយជាពិសេសបងនារីឬក៏អ្នកដែលគាត់ទើបតែចេះបើកបរបាទឥឡូវទៅទស្សនាតាក់ទងទៅនឹងសកម្មភាពនៃការបង្ហាញតាក់ទងទៅនឹងមុខងារសុវត្ថិភាពក៏ដូចជាកាមេរ៉ា540 degree sensor មានដល់ចំហៀងមុខក្រោយហ្នឹងណាគឺវាមានមុខងារដ៏ពិសេសមួយនោះគឺមុខងារ auto parking របស់ Coolray អត់ដូច auto parking អ្នកដទៃទេបាទឡានម៉ាក brand ផ្សេងទេក៏ប៉ុន្តែសម្រាប់ Coolray គឺមានមុខងារមួយដែលពិសេសខ្លាំងគឺតាក់ទងទៅនឹងគេហៅថា auto parking free slot អញ្ចឹង free slot ហ្នឹងគឺអនុញ្ញាតឲ្យអ្នកបើកបរណាគាត់អាចធ្វើការទាញទម្លាក់នៅទីតាំងណាមួយដែលគាត់ចង់បានបាទនៅពេលដែល system គេ scan ទៅឃើញ detect ថាវាមានកន្លែងណាដែលទំនេរហើយអីហើយសូម្បីតែការចូលហ្នឹងណាយើងចង់ចូលជាទម្រង់បែបណា free slot ហ្នឹងគឺយើងគ្រាន់តែអូសដៃចូលមកគឺរួចជាស្រេចតែម្ដងឥឡូវនេះដើម្បីស្រាយចម្ងល់បងប្អូនទាំងគ្នាថាតើ auto parking free slot ដំណើរការបែបណាខ្លះនោះទៅទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាចូលមកដល់កន្លែងផាសុខភាពផ្ដល់នូវភាពងាយស្រួលក្នុងការបើកបររបស់បងប្អូនបាទមិនត្រឹមតែមានកម្លាំងដែលខ្លាំងទេកន្លែងនេះក៏ជាកន្លែងមួយដែលមានតម្រូវការចាំបាច់ដែរបាទពូកស្បែកហើយមាន highlight ជាមួយនឹងពណ៌ក្រហមហើយសំខាន់គឺមានអុចនេះគឺមានអត្ថប្រយោជន៍របស់វាគឺលំហូរខ្យល់កុំឲ្យយើងបែកញើសខ្នងបាទម៉ាស៊ីនត្រជាក់អីក៏ប៉ុន្តែតម្រូវការនេះគឺវាល្អបន្ថែមទៀតសម្រាប់បងប្អូនក្នុងការអង្គុយដែលមានផាសុកភាពហើយអត់ចោលទេតាក់ទងទៅនឹងកៅអីអ្នកបើកបរគឺយើងអាចបញ្ជាដោយ motor Kizuni បានអញ្ចឹងកន្លែងនេះគឺយើងទៅមុខទៅក្រោយ reclining តម្រេតខ្លួនអីបានមកស្រឡាញ់តែម្ដងអញ្ចឹងវាផ្ដល់នូវភាពងាយស្រួលសម្រាប់ដំណើរកម្សាន្តរបស់យើងហើយការបើកបររបស់យើងណាគឺក៏ពិសេសដែរហើយនោះខ្ញុំចាប់អារម្មណ៍មួយទៀតគឺកន្លែងនោះដាក់ battle តែម្ដងបងប្អូនអញ្ចឹងមានន័យថាឡាននេះធ្វើមកសម្រាប់ performance សម្រាប់ speed សម្រាប់ភាពស៊ីវិល័យហើយជាពិសេសគឺមានតម្លៃសមរម្យបន្ថែមពីនេះសម្រាប់តាក់ទងទៅនឹងធម៌ពលកម្លាំងដូចបងប្អូនទាំងគ្នាបានឃើញការបើកបរសាកល្បងបាទគឺយើងអាចធ្វើការផ្លាស់ប្ដូរ mode នៃការបើកបរបានច្រើនរបៀបបាទនេះយើងចុចទៅកន្លែងនេះមកយើងឃើញមាន eco វាសន្សំចៃ comfort គឺវាទន់ងាយស្រួលហើយបើសិនជាយើងចង់បានលក្ខណៈ adaptive គឺវាបត់បែនទៅលើគ្រប់ស្ថានភាពផ្លូវតែម្ដងហើយមួយទៀតគឺ sport បាទ sport វិញគឺជាន់ងងគឺពិសេសខ្លាំងមែនទែនហើយសម្រាប់បងប្អូនទាំងគ្នាដែលចាប់អារម្មណ៍តាក់ទងទៅនឹងរថយន្តមួយនេះណាបងប្អូនទាំងនេះអាចតាក់ទងបានតាមរយៈលេខទូរស័ព្ទដែលមានបង្ហាញលើអេក្រង់ស្រាប់ឬតាក់ទងទៅកាន់អគារតាំងបង្ហាញរថយន្តក្រុមហ៊ុន Geely Cambodia ដែលស្ថិតនៅតាមបណ្ដោយមហាវិទ្យាល័យសហព័ន្ធរុស្ស៊ីឬទំព័រ Facebook ផ្លូវការ Geely Cambodia អរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់សូមគ្រប់ជូនពរបងប្អូនទាំងគ្នាទទួលបាននូវសំណាងល្អនិងសុខភាពល្អពីខ្ញុំនិងក្រុមការងាររបស់ Camoto សូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ